ជាដំបូងសូមជំរាបសួរដល់លោកគ្រូខ្ញុំឈ្មោះលេងសិលីវមកពីក្រុម SV2433 នៅក្នុងវីដេអូនេះនឹងធ្វើការបង្ហាញអំពីshortcut command មួយដែលយើងបានបង្កើតឡើងដើម្បីចូលទៅមើល shortcut command បានយើងធ្វើការវាយ vim.ws.rc តទៅទៀតយើងឃើញថានេះគឺជាទីតាំងនៃ command ដែលយើងបានបង្កើតឡើងដែលយើងបាន alias សិលីវនេះគឺជាឈ្មោះ command ដែលយើងបានបង្កើតនៅខាងក្នុងនេះគឺជា command ដែលយើងចងជា shortcut មានឈ្មោះថាសិលីវតមកទៀតយើងធ្វើការ test ជាមួយនឹង shortcut command របស់យើងធ្វើការ run តាក់ទងទៅនឹង shortcut command របស់យើងដោយមានឈ្មោះថា Zilliw ហើយបន្តមកទៀតយើងធ្វើការដោយវាដំបូងបញ្ចេញនៅ tag មកថា system info ហើយបន្តមកទៀតយើងវាយនៅRAM ដើម្បីធ្វើការ test នៅ command shortcut របស់យើងតមកយើងវាយនៅ Zilliw ម្ដងទៀតហើយ test ជាមួយនឹងពាក្យថា CPU តើការហើយតមកមានវាយនៅ HDD តមកទៀតយើង run នៅ shortcut យើងម្ដងទៀតតែជាមួយនឹងពាក្យថា net run ជាមួយនឹង shortcut ម្ដងទៀតតែជាមួយនឹងពាក្យថា time ដែលយើងបានបង្កើតឡើងមកគឺមានប៉ុណ្ណឹងនេះគឺ shortcut របស់យើងគឺដំណើរការហើយយើងតេស្តចុងក្រោយតាក់ទងទៅនឹងលក្ខខណ្ឌចុងក្រោយដែលបង្ហាញថា keyword not found អញ្ចឹងយើងវាយHSS អញ្ចឹង keyword of ASS not found អញ្ចឹងមានន័យថា comment shortcut ដែលយើងបង្កើតឡើងមកគឺមានដំណើរការហើយសូមអរគុណលោកគ្រូ